ចាសម្រាប់ស្លឹកតើយនេះបងប្អូនកាត់វាទុយអញ្ចឹងមកនេះខ្ញុំដាក់មួយដៃធំបងប្អូនចាបើយើងចង់បានពណ៌ខ្លាំងបងប្អូនដាក់ច្រើនមកហើយទឹកនេះខ្ញុំដាក់ចំនួន1លីត្រចាយើងប្រឡប់ឲ្យមកបងប្អូនចាអញ្ចឹងនេះខ្ញុំបានលាងអង្ករត្នោតនឹងរួចទេបងប្អូនចាសម្រាប់អង្ករត្នោតនេះគឺនឹងខ្ញុំលាងតតែទឹកសបងប្អូនចាបន្ទាប់មកនេះខ្ញុំចាក់ទឹកតើយដែលនេះខ្ញុំកិនមួយនឹងចូលនេះខ្ញុំត្រាំរយៈពេល3ម៉ោងបងប្អូនចាបន្ទាប់ពីនេះខ្ញុំដាក់អង្ករត្នោតត្រាំមកកន្លែងហើយនេះខ្ញុំមកធ្វើទឹកខ្ទិះតេរ៉េណាបងប្អូនចានេះគឺជាខ្ទិះដូងដែលនេះខ្ញុំធ្វើការវីដេអូមុនណាចានេះខ្ញុំដាក់នៅក្នុងទូកកហើយនេះខ្ញុំយកមកចេញក្រៅបងប្អូនចាទឹកខ្ទិះនេះគឺ1លីត្រ3បងប្អូនចា1300មីលីលីត្រចាបន្តមកទៀតនេះខ្ញុំដាក់អំបិលបន្តិចស្ករត្នោតនេះចំនួន3ខាំចាទោះជាត្រេនរបស់យើងផ្អែមប៉ុណ្ណាក៏ដោយក៏យើងត្រូវតែដាក់ស្ករដែរបងប្អូនចាបងប្អូនប្រើលាយជាស្ករសក៏បានដែរយើងដាក់ស្ករត្នោតផងស្ករសផងឆ្ងាញ់ចានេះសាច់ត្រេនសុទ្ធបងប្អូនចាកន្លះគីឡូចាបន្តមកនេះខ្ញុំបើកភ្លើងសម្រាប់សាច់ត្រេននេះគឺសាច់ត្រេនសុទ្ធបងប្អូនចាយើងទុកឲ្យទុំហើយយើងបកឆ្កឹះគ្រាប់ចេញយើងយកតែសាច់ទេដាក់ចូលក្នុងទូកកចានៅពេលបងប្អូនចង់ធ្វើផ្អែមញ៉ាំយើងយកមកធ្វើញ៉ាំមកចានិយាយទៅងាយស្រួលបងប្អូនចាឲ្យតែមានក្នុងផ្ទះស្រាប់ចាបងប្អូនចឹងទឹកខ្ទិះត្រេនរបស់យើងគឺពុះហើយបងប្អូនចាបើសិនជាបងប្អូនបើកភ្លើងខ្លាំងអាខ្ទិះហ្នឹងគឺវាផុលហើយអញ្ចឹងបងប្អូនបន្ថយភ្លើងឲ្យនៅតិចចាអញ្ចឹងរួចរាល់ហើយនេះខ្ញុំបិទភ្លើងចាបងប្អូននេះក៏តំណាប់នេះខ្ញុំត្រាំទឹកតើយហ្នឹងរយៈពេល3ម៉ោងឥឡូវនេះគ្រប់3ម៉ោងហើយចាបន្តមកនេះខ្ញុំយកមកដាក់ចំហុយចាបងប្អូនដាក់ស្លឹកតើយ 4-5 ស្លឹកមកចាបន្តមកនេះខ្ញុំចំហុយរយៈពេល40នាទីចាសួស្តីបងប្អូនចានេះបាយដំណើបដែលនេះខ្ញុំចំហុយរយៈពេល40នាទីឥឡូវនេះគឺឆ្អិនហើយបងប្អូនចានិយាយទៅគ្រប់40នាទីឆ្អិនហ្មងដោយសារនេះខ្ញុំត្រាំយូរដែរអញ្ចឹងយើងចំហុយឆាប់ឆ្អិនណាបងប្អូនចាអញ្ចឹងឆ្អិនហើយនេះខ្ញុំលើកចេញចាបងប្អូននេះខ្ញុំបានដួសបាយដាក់ចូលចានរួចណាចាហើយនេះខ្ញុំដាក់ត្រេនមួយក្លែបដែរបងប្អូនចាអញ្ចឹងទៅមើលទឹកខ្ទិះត្រេនរបស់យើងចាបងប្អូននេះអូយគឺខ្ទិះពិតហ្មងចាអានេះខ្ទិះដូងដែលនេះខ្ញុំធ្វើហ្នឹងបងប្អូនចាគឺយើងយកតែក្បាលខ្ទិះសុទ្ធនិយាយទៅនៅពេលដែលបងប្អូនធ្វើខ្ទិះដូងទុករក្សាទុកក្នុងទូទឹកកកហ្នឹងបងប្អូនទុកឲ្យត្រជាក់រងនៅលើតែក្បាលខ្ទិះបងប្អូនដួសយកតែក្បាលខ្ទិះមកមិនចាំយកអាទឹកខាងក្រោមទេណានៅពេលដែលត្រជាក់ចានេះតំណងមែនតែនចាអញ្ចឹងយើងដួសត្រេនខ្ទិះរបស់យើងដាក់មកបងប្អូនអូយឈ្ងុយមែនតែនបងប្អូនចានេះឆ្ងាញ់ហ្មងគ្រាន់តែឃើញនេះបងប្អូនចាហើយយើងប្រើស្ករត្នោតខ្មែរទៀតគឺឈ្ងុយមែនតែនចាឡើងមកភ្លក់ជាមួយនឹងខ្ញុំបងប្អូនចានេះឈ្ងុយខ្ទិះឆ្ងាញ់មែនតើបងប្អូនចា
ហើយចាអញ្ចឹងសម្រាប់វីដេអូធ្វើបាយដំណើបត្រេនខ្ទិះនេះគឺមានតែប៉ុណ្្នឹងទេចាអរគុណជំរាបលាបាយបាយ